ជំរាបសួរពុកម៉ែបងប្អូនម្ចាស់ចំការចន្ទីបាទថ្ងៃនេះឡើងមកលើចុងចន្ទីបាទដើម្បីពិនិត្យមើលបាទថាតើត្រួយស្លឹកឬក៏ត្រួយផ្កាបាទហើយចង់មើលថាវាលាស់ច្រើនប៉ុណ្ណាណាបាទនេះឡើងមកលើបាទហើយចន្ទីនេះបាទចន្ទីបងថេងសវណ្ណបាទនៅខាងសែនុយបាទចន្ទីបងថេងសវណ្ណចការគាត់ខ្លួនឯងបាទនៅខាងក្នុងបាទនៅចូលមកក្នុងហើយចន្ទីនេះជំរុះបាទបាន2ជើងហើយនឹងកំពុងចាប់ផ្ដើមបាញ់ជើងទី3ហើយការជំរុះបាទជើងទី1ប្រើលីអូ5គីឡូបាទដោយសារពេលបាញ់វាមានភ្លៀងដីនៅសើមបាទអញ្ចឹងថែមលើសរូបមន្ត1គីឡូហើយយូមីកាលី4គីឡូហើយ perfect 1គីឡូបាទការពារចេញមកវាខ្មៅមុខបាទការពារប្រសើរជាងព្យាបាលហើយជើងទី2បាទលីអូ2គីឡូយូមីកាលី4គីឡូតតែហើយយើងឃើញថាលទ្ធផលចេញច្រើនបាទលាស់មកច្រើនបាទចេញមកល្អមែនតែនបាទនេះមើលទេសភាពបាទលាស់សឹងគ្រប់ដើមហើយបាទហើយជាត្រួយផ្កាបាទភាគរយច្រើនត្រួយផ្កានេះបាទបងប្អូនឃើញផ្កាណាបាទហើយស្លឹកនេះអត់ទាន់អស់មៀតទេអញ្ចឹងយើងបាញ់ជើងទី3ហើយនឹងរីកមៀតថែមបាទនេះក៏ផ្កានេះក៏ផ្កាដែរបាទអញ្ចឹងពេលហ្នឹងត្រូវបុកបំពន់ឲ្យខ្លាំងហើយព្រោះអីស្លឹកចាស់វាអត់មានយើងជំរុះអស់ហើយអញ្ចឹងស្លឹកថ្មីនេះលាស់មកត្រូវបំពន់ស្លឹកថ្មីនឹងឲ្យវាកម្លាំងឲ្យវារីកធំបាទដើម្បីឲ្យចិញ្ចឹមផ្កាបានល្អណាបាទហើយនេះក៏សិតតែផ្កាបាទអញ្ចឹងត្រួយផ្កាច្រើនបាទច្រើននេះត្រួយផ្កាបាទអានេះត្រួយស្លឹកបាទត្រួយស្លឹកបាទគឺវាបិទមុខចិត្តវាចូលដេកវាអត់ចេញតណាបាទអញ្ចឹងមានខ្លះដែរដែលចូលដេកប៉ុន្តែផ្កាច្រើនជាងបាទត្រួយផ្កាច្រើនជាងអញ្ចឹងវគ្គទី1នេះឲ្យតែបាទត្រួយផ្កាបាទលើសពី 50% បានន័យថាចេញមក100ត្រួយបាទផ្កាលើសពី50ត្រួយគឺអូខេបាទនេះត្រួយផ្កាបាទឃើញមានវត្តមានតកៅមូស្លឹកចាប់ផ្ដើមមកដែរអញ្ចឹងយើងចាប់ចូលបាញ់ជើងទី3នេះយើងនឹងដាក់បាទនេះបាទត្រួយផ្កាបាទហើយនេះក៏ត្រួយផ្កាដែរបាទនេះកូនខ្នែងបាទខ្នែងវាចេញត្រួយស្លឹកបាទអញ្ចឹងឲ្យតែបានប៉ុណ្ណឹងគឺអូខេបាទនេះល្អមែនតែនបាទអញ្ចឹងខ្ញុំចង់បញ្ជាក់ការប្រើប្រាស់ថៃអូយូរីបន្តិចបាទអញ្ចឹងការប្រើប្រាស់ថៃអូយូរីបើសិនជាពេលបាញ់វានៅមានភ្លៀងច្រើនបាទយើងគួរតែបន្ថែមបរិមាណវាបាទលើសពីរូបមន្តធម្មតាហើយស្រូតបាញ់ជើងទី2ចូលបាទស្រូតបាញ់ជើងទី2ចូលបាទយើងស៊ូមមើលដើមផ្សេងនោះក៏លាស់បាទមើលឲ្យឆ្ងាយតិចមើលបាទនេះនោះក៏លាស់ដែរនោះបាទលាស់ស្អាតហើយបាទអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនានៅវីដេអូខ្ញុំបាទជួបគ្នានៅវីដេអូក្រោយបាទនៅខាងក្រោមម្ដងជើងនេះនៅខាងលើបាទជម្រាបលា